អ៊ីរ៉ង់កំពុងរឹតកោច្រកសមុទ្រហូមូសរៀបរៀងនាវាដឹកប្រេងជាច្រើនមិនឲ្យឆ្លងកាត់ប៉ុន្តែមានប្រទេសមួយដែលអ៊ីរ៉ង់មិនប៉ះទេនោះគឺជប៉ុនទាំងដែលជប៉ុនជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកហេតុអ្វីចម្លើយមិនមែនថាអ៊ីរ៉ង់មិនអាចប៉ះជប៉ុនទេប៉ុន្តែអ៊ីរ៉ង់មិនចង់ប៉ះក្រោយលោកដូណាល់ត្រាំប្រកាសទុកពេលឲ្យអ៊ីរ៉ង់48ម៉ោងបើកច្រកសមុទ្រហូមូសឡើងវិញទីក្រុងតេហ៍រ៉ង់នៅថ្ងៃទី22ខែមីនាបានបញ្ជាក់ថាហូមូសមិនបានបិទទាំងស្រុងទេអ៊ីរ៉ង់បិទតែចំពោះនាវាដែលខ្លួនចាត់ទុកថាជាសត្រូវប៉ុណ្ណោះអ៊ីរ៉ង់ព្រមមានទៀតថាបើអាមេរិកហ៊ានវាយរោងចក្រអគ្គិសនីរបស់ខ្លួនអ៊ីរ៉ង់នឹងកំទេចបណ្ដាញថាមពលនៅមជ្ឈមបូព៌ាទាំងមូលនេះមានន័យថាអ៊ីរ៉ង់កំពុងតែជ្រើសរើសរវាងសត្រូវនិងមិត្តហើយជប៉ុនស្ថិតនៅក្នុងក្រុមដែលអ៊ីរ៉ង់ជ្រើសរើសថាមិនប៉ះពាល់កាសែត Japan Times បានស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi ថាអ៊ីរ៉ង់ត្រៀមបើកផ្លូវឲ្យនាវាជប៉ុនឆ្លងកាត់ដោយគ្មានឧបសគ្គនិងមិនកំណត់ចំនួននោះទេមូលហេតុទី1ដែលនាំឲ្យអ៊ីរ៉ង់សម្រេចចិត្តបែបនេះគឺបញ្ហាថាមពលនេះឯងជប៉ុនពឹងផ្អែកទៅលើប្រេងពីមជ្ឈមបូព៌ាខ្លាំងណាស់យោងតាម Japan Times ប្រេង 93% របស់ជប៉ុនត្រូវឆ្លងកាត់ច្រកហូមូសនោះមានន័យថាក្នុងមួយថ្ងៃជប៉ុនមានប្រេងជាង2លាន5សែនបារ៉ែលត្រូវឆ្លងកាត់ផ្លូវទឹកដែលអ៊ីរ៉ង់កំពុងតែកាន់កាប់បើអ៊ីរ៉ង់រារាំងជប៉ុនវាមិនត្រឹមតែធ្វើឲ្យទីក្រុងតូក្យូអត់ដង្ហើមដកប៉ុណ្ណោះទេតែអាចរុញជប៉ុនឲ្យរួមដៃជាមួយនឹងអាមេរិកវាយបកអ៊ីរ៉ង់វិញមូលហេតុសំខាន់ជាងនេះទៀតគឺនយោបាយទោះបីជាសម្ព័ន្ធមិត្តអាមេរិកក៏ដោយជប៉ុនរក្សាទំនាក់ទំនងនឹងការទូតជាមួយទីក្រុងតេហ៍រ៉ង់ហើយថែមទាំងបន្តតាក់ទងគ្នាក្នុងពេលសង្គ្រាមកំពុងតានតឹងថែមទៀតផងនិយាយឲ្យចំពោះអ៊ីរ៉ង់ជប៉ុនមិនមែនជាសត្រូវពេញមុខពេញមាត់នោះទេហើយចំណុចសំខាន់បំផុតគឺយុទ្ធសាស្ត្រការមិនប៉ះជប៉ុនគឺជាវិធីមួយដើម្បីកុំឲ្យសមរភូមិពង្រីកធំជាងនេះហើយវាក៏ជាវិធីមួយដើម្បីបំបែកសម្ព័ន្ធមិត្តរបស់អាមេរិកកុំឲ្យរួមដៃគ្នាក្នុងសង្គ្រាមនេះដែរដូច្នេះពេលនេះច្រកសមុទ្រហូមូសមិនត្រឹមតែជាច្រកដឹកជញ្ជូនប្រេងទេតែបានក្លាយទៅជាឧបករណ៍នយោបាយដ៏ប្រទាញប្រទង់ដែលអូសតម្លៃប្រេងនិងហ្គាសឲ្យឡើងខ្ពស់កម្រមាននៅក្នុងប្រវត្តិសាស្ត្រខ្ញុំរស់សុធាពី News Today NTTVអង្គរ Sprayer ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុនអង្គរ Green និងទទួលផលិតគ្រឿងចក្រកសិកម្មផ្សេងទៀតអង្គរ Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម